សូមស្វាគមន៍មកកាន់ Flash News អន្តរជាតិនរណាជាតួអង្គល្អនរណាជាតួអង្គអាក្រក់ទុកឲ្យមហាជនជាអ្នកវិនិច្ឆ័យដោយខ្លួនឯងចោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងថាអ៊ីស្រាអែលគឺជាតួអង្គល្អរីឯអ៊ីរ៉ង់គឺជាតួអង្គអាក្រក់ដែលតតែកូរ៉េខាងជើងរាប់សិបឯណោះទើបស្មើខណៈដែលអ៊ីស្រាអែលវាតម្លៃថាកងទ័ពអ៊ីរ៉ង់ស្លាប់អស់រាប់ពាន់នាក់ទៅហើយស្របពេលដែលអាមេរិកនិយាយថាវាយអ៊ីរ៉ង់ប៉ុណ្ណឹងគឺនៅស្ទើរទេនៅមានកម្លាំងខ្លាំងជាងនឹងឆ្ងាយណាស់គឺចិត្តបានឃើញហើយប៉ុន្តែអ៊ីរ៉ង់ក៏បានបោះសម្ដីទៅវិញរួចហើយដែរថាអាមេរិកក៏គង់តែបានឃើញអាវុធដែលមិនធ្លាប់បានឃើញដែរខណៈធ្លាប់ព្រមានទៅអ៊ីស្រាអែលរួចមកហើយដែរថាអ៊ីរ៉ង់នឹងសងសឹកវិញតតែអ៊ីស្រាអែលលើកដៃសំពះសុំអង្វរទើបឈប់យើងគឺជាតួអង្គយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងតួអង្គអាក្រក់អ៊ីរ៉ង់កូរ៉េខាងជើង50ឯណោះទើបស្មើនេះគឺជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ខណៈដែលអ៊ីស្រាអែលកំពុងតែវាយប្រហារលើទាំងអ៊ីរ៉ង់និងលើក្រុម Hezbollah នៅលីបង់ខណៈអះអាងថាខ្លួនជាតួអង្គល្អអ៊ីស្រាអែលក៏បានវាយតម្លៃផងដែរថាការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់កន្លងមកគឺបានសម្លាប់កងទ័ពនៃឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានខ្ទង់ 1500 នាក់ហើយចំណែកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានគម្រាមអ៊ីរ៉ង់បន្តថាវាប្រហារប៉ុណ្ណឹងគឺនៅស្ទើរទេអាខ្លាំងបំផុតនៅមិនទាន់មកឡើយគណៈរដ្ឋបាលលោកត្រាំជឿជាក់ថាគោលដៅនៃប្រតិបត្តិការរបស់ខ្លួនលើអ៊ីរ៉ង់អាចនឹងសម្រេចបានដោយមិនបាច់ប្រើទ័ពថ្មើរជើងនោះទេខណៈមានអ្នកខ្លះវិភាគថាបើចង់ផ្ដួលរបបនៅអ៊ីរ៉ង់បានតតែប្រើទ័ពថ្មើរជើងនោះយោធាអាមេរិកក៏បានអះអាងផងដែរគិតរហូតមកទល់នឹងពេលនេះខ្លួនបានកំទេចទីតាំងយោធាសំខាន់ៗរបស់អ៊ីរ៉ង់បានជាង 1200 កន្លែងហើយនិងបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់បានចំនួន11គ្រឿងហើយនៅឈូងសមុទ្រអូម៉ង់ជាហេតុធ្វើឲ្យអ៊ីរ៉ង់គ្មានសល់នាវាចម្បាំងមួយគ្រឿងណាទេនៅតំបន់នេះទន្ទឹមគ្នានេះមានសេចក្តីរាយការណ៍ថាអាមេរិកត្រៀមវាយអ៊ីរ៉ង់មួយឈុតធំទៀតហើយដោយគេឃើញមានយន្តហោះចាក់សាំងលើមេឃរបស់អាមេរិកប្រហែល20គ្រឿងឯណោះកំពុងហោះសម្ដៅមកមជ្ឈិមបូព៌ាចំណែកឯអ៊ីរ៉ង់វិញបានអះអាងថាខ្លួនវាយប្រហារលើគោលដៅយុទ្ធសាស្ត្របាន60កន្លែងនិងទីតាំងយោធារបស់អាមេរិកនិងអ៊ីស្រាអែលបាន500កន្លែងដោយប្រើដ្រូន700គ្រឿងនិងមីស៊ីលជាច្រើនរយគ្រាប់នៅក្នុងសង្គ្រាមរយៈពេល2ថ្ងៃដំបូងហើយខ្លួនក៏បានបាញ់ទម្លាក់ដ្រូន MQ-9 Reaper របស់អាមេរិកបានមួយគ្រឿងថែមទៀតផងដែរទោះជាយ៉ាងណាមានយន្តហោះចម្បាំងរបស់អ៊ីរ៉ង់2គ្រឿងត្រូវបានបាញ់ទម្លាក់នៅកាតាខណៈដែលស្ថានភាពកាន់តែក្តៅអាមេរិកបានជូនដំណឹងបន្តឲ្យពលរដ្ឋរបស់ខ្លួនចាក់ចេញពីប្រទេសទាំងនេះជាបន្តមានដូចជាបារ៉ែនអេស៊ីបអ៊ីរ៉ង់អ៊ីរ៉ាក់អ៊ីស្រាអែលតំបន់ West Bank ហ្គាហ្សាហ្សូដានីគុយវ៉ែតលីបង់អូម៉ង់កាតាអារ៉ាប៊ីសាអូឌីតស៊ីរីអេមីរ៉េតអារ៉ាប់រួមនិងយេម៉ែនជាដើមដែលនេះសបញ្ជាក់ឲ្យឃើញថាអ៊ីរ៉ង់នៅមានសមត្ថភាពតបខ្លាំងក្លានៅឡើយទេទោះបីបាត់បង់មេដំបូលអស់ជាច្រើនរូបក៏ដោយសូមបញ្ជាក់បើយោងតាម CNN បានរាយការណ៍ថាគិតរហូតមកដល់នៅពេលនេះពលរដ្ឋស៊ីវិលនៅអ៊ីរ៉ង់ដែលបាត់បង់ជីវិតបានកើនឡើងដល់ទៅ742នាក់ហើយខណៈដែលនៅអ៊ីស្រាអែលបានកើនឡើងដល់11នាក់ព្រះអើយខ្លាច់មុតជង្គង់របស់ខ្លាអ៊ីរ៉ង់អាមេរិកលើកស្ដេចយន្តហោះចម្បាំងទាំងពូជមកតែម្ដងខណៈដែលលោក Christopher Pebble អ្នកជំនាញមកពីវិទ្យាស្ថាន Stimson Center មានមូលដ្ឋាននៅអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AI អច្ចាសរាថាអាមេរិកស្ដេចលុយមិនខ្វះប្រាក់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេគ្រាន់តែ24ម៉ោងដំបូងនៃប្រតិបត្តិការកំហឹងមហិមា Epic Fury ចាយអស់ខ្ទង់ជិត$1000 លានបាត់ទៅហើយប៉ុន្តែបញ្ហានៅត្រង់ថាតើអាមេរិកមានស្តុកអាវុធគ្រប់គ្រាន់ឬអត់ប៉ុណ្ណោះបើអាមេរិកចាយច្រើនដល់ម្លឹងតើប្រព័ន្ធសព្វាវុធអ្វីខ្លះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមអ៊ីរ៉ង់យោងតាមទីបញ្ជាការកណ្ដាលអាមេរិក CENTCOM ប្រតិបត្តិការ Epic Fury មានប្រើប្រព័ន្ធអាវុធជាង20ទាំងលើមេឃលើសមុទ្រនិងលើដីហើយអាវុធផ្សេងៗទៀតដែលត្រូវបានបម្រើរួមមាន1អំណាចដែនអាកាសមានដូចជាយន្តហោះទម្លាក់គ្រាប់បែក B1 យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit ប្រើដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរនិងយោធាសំខាន់យន្តហោះបំបាំងកាយ S-35 Lightning II និង F2 Raptor យន្តហោះចម្បាំង F-15 ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងធ្លាក់អស់3គ្រឿងដោយសារត្រូវគុយវ៉ែតបាញ់ច្រឡំកាលពីថ្ងៃទី1ខែមីនាយន្តហោះចម្បាំង S-16 អោម៉ាល់ដែក FA-18 និង A-10 ដែលត្រូវបានប្រើប្រាស់តួនាទីវាយប្រហារនិងការគ្រប់គ្រងយន្តហោះ EA-18G Growler ហើយសម្រាប់ការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិកនិងបង្ក្រាបប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ
និងយន្តហោះ AWACS សម្រាប់គ្រប់គ្រងដែនអាកាសនិងផ្ដល់សញ្ញាព្រមានជាមុននិយាយឲ្យចំគឺអាមេរិកលើកស្ដេចយន្តហោះចម្បាំងនិងយន្តហោះស៊ើបការមកទាំងពូជតែម្ដង2គឺប្រើយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងនោះមានដូចជាយន្តហោះគ្មានមនុស្សបើក Lucas ដែលជាតួឯកថ្មីមានតម្លៃ$35,000ក្នុងមួយគ្រឿងនិងយន្តហោះគ្មានមនុស្សបើក MQ-9 Raptor មានតួនាទីស៊ើបការនិងវាយប្រហារយ៉ាងជាក់លាក់រីឯប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយរួមមានប្រព័ន្ធរ៉ុកែតកាំភ្លើងធំ M142 ចល័តខ្ពស់និងមីស៊ីលធំ Mark បាញ់ចេញពីនាវាចម្បាំង3ប្រព័ន្ធការពារដែនអាកាសរួមមានប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot និង THAAD ដែលត្រូវបានប្រើដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់និងមានប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកផ្សេងៗទៀត4អំណាចដែនទឹកគឺមាននាវាចម្បាំង2ក្រុមដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងធំបំផុតលើលើក USS Gerald and Ford និង USS Abraham Lincoln ក្រៅពីនេះនៅមានយន្តហោះល្បាតដែនសមុទ្រនិងឆ្លូបយកការ P8 Poseidon និងយន្តហោះចាក់សាំងលើមេឃព្រមទាំងយន្តហោះដឹកជញ្ជូនដូចជាប្រភេទ C-17 Global Master និងប្រភេទ G130 Hurricane ជាដើមពាក់ព័ន្ធនឹងការចំណាយវិញលោក Christopher Pebble បាននិយាយថា24ម៉ោងដំបូងនៃប្រតិបត្តិការ Epic Fury គឺចាយអស់ប្រហែល$779 លានដោយលោកបានបញ្ជាក់ថារឿងលុយអាមេរិកមិនខ្វះទេសម្រាប់ធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែរឿងដែលគួរបារម្ភគឺថាតើអាមេរិកមានស្តុកគ្រាប់គ្រប់គ្រាន់សម្រាប់សង្គ្រាមរយៈពេលយូរឬអត់ក្នុងនោះដូចជាប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ឬ SM-6S សម្រាប់ស្ទាក់ចាប់មីស៊ីល Ballistic របស់ប្រទេសអ៊ីរ៉ង់ជាដើមចង្គង់ខ្លាមជ្ឈិមបូព៌ានៅស្រួយនៅឡើយទេកំពុងបន្តវាយប្រហារសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រព្រែកនៅក្នុងថ្ងៃអង្គារដោយស្ថានទូតអាមេរិកប្រឆាំងប្រទេសអារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ហើយសម្លេងផ្ទុះខ្លាំងៗបានលាន់ឮជាបន្តបន្ទាប់នៅក្នុងទីក្រុងអេប្រីលរបស់ប្រទេសអ៊ីរ៉ាក់និងសម្លេងស៊ីរ៉ែនបានបន្លឺឡើងស្ទើរតែបែកអាកាសនៅពីលើប្រទេសបារ៉ែន CNN បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះនៅអារ៉ាប៊ីសាអូឌីតស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាតត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន2គ្រឿងក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបាននិយាយថាក្រៅពីនេះនៅមានយន្តហោះគ្មានមនុស្សបើកចំនួន8គ្រឿងទៀតត្រូវបានស្ទាក់ចាប់នៅឯទីក្រុងរីយ៉ាតនិងអាល់ការីនៅអ៊ីរ៉ាក់វិញក្នុងតំបន់គូឌីស្តានក្រុមអ្នកយកព័ត៌មានសម្រាប់ CNN នៅក្នុងទីក្រុងអ៊ីប៊ីលបានឮសំឡេងផ្ទុះខ្លាំងចេញពីទិសដៅដែនអាកាសយានដ្ឋានអ៊ីប៊ីលស្ថិតនៅចំណែកនៅកុយវ៉ែតកងកម្លាំងប្រដាប់អាវុធកំពុងឆ្លើយតបទៅនឹងរលកនៃមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលត្រូវបានរកឃើញនៅក្នុងដែនអាកាសកុយវ៉ែតនេះបើយោងតាមអគ្គសេនាធិការនៃកងទ័ពគុយវ៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះនៅបារ៉ែនសម្លេងស៊ីរ៉ែនបានបន្លឺស្ទើរបែកអាកាសនៅព្រឹកថ្ងៃអង្គារនេះនៅអ៊ីស្រាអែលឯណោយោធានៃប្រទេសនេះបាននិយាយថាមីស៊ីលដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ត្រូវបានរកឃើញនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែលដោយឡែកបើគិតចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមកប្រទេសគុយវ៉ែតបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន178ដើមនិងយន្តហោះគ្មានមនុស្សបើកចំនួន384គ្រឿងអេមីរ៉េតអារ៉ាប់រួមបានស្ទាក់ចាប់កាំជ្រួចចំនួន169ក្នុងចំណោម182ដែលត្រូវបានបាញ់ចេញមកដោយគ្រាប់ដែលនៅសល់បានធ្លាក់ក្នុងសមុទ្រហើយក៏បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន645គ្រឿងប្រទេសបារ៉ែនបានស្ទាក់ចាប់កាំជ្រួចចំនួន70គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន76គ្រឿងប្រទេសកាតាបានស្ទាក់ចាប់មីស៊ីលចំនួន101គ្រាប់ក្នុងចំណោម104គ្រាប់ដែលបានបាញ់មកក៏ដូចជាយន្តហោះគ្មានមនុស្សបើកចំនួន24គ្រឿងក្នុងចំណោម39គ្រឿងនិងបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក Su-24 របស់អ៊ីរ៉ង់ចំនួន2គ្រឿងអារ៉ាប៊ីសាអូឌីតមិនទាន់បានបញ្ចេញតួលេខសរុបនៃមីស៊ីលឬក៏យន្តហោះគ្មានមនុស្សបើកដែលបានស្ទាក់ចាប់នោះទេប្រទេសអូម៉ង់បានដើរតួនាទីសម្របសម្រួលជាយូរមកហើយរវាងទីក្រុង Washington និងទីក្រុងតេអេរ៉ង់ហើយភាគច្រើននៅឆ្ងាយពីខ្សែប្រយុទ្ធគ្នាប៉ុន្តែកំពុងផែនពាណិជ្ជកម្មដុំរបស់អូម៉ង់ត្រូវបានតម្រង់គោលដៅដោយយន្តហោះគ្មានមនុស្សបើក2គ្រឿងកាលពីថ្ងៃអាទិត្យហើយនាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារប្រហែល9គីឡូម៉ែត្រក្នុងសមុទ្រពីឆ្នេរសមុទ្រ Massadam អរគុណលោកនាងកញ្ញាដែលបានតាមដានទស្សនា Flash News អន្តរជាតិ